ទេសបារាំងបាទថ្ងៃនេះគឺមានកីឡាករអន្តរជាតិ4រូបគឺមកពី4ប្រទេសខុសគ្នាបាទមានដូចជាបារាំងមានដូចជារុស្ស៊ីថៃនិងស្វីសបាទខ្ញុំបានសូមធ្វើការណែនាំកីឡាករគូដំបូងឲ្យលោកនាងស្គាល់សម្រាប់បង្គោលខៀវបាទ In the blue corner wearing black trunk and the blue glove he is the player the boxer come from France with a professional fighting record 19 times by winning 16 and 3 losses Ladies and gentlemen, please welcome Nicholas. បាទសម្រាប់កីឡាករបង្គោលក្រហមលោកនាងបានទទួលស្គាល់ហើយគឺកីឡាករដែលមានសមត្ថភាពនិងជាកីឡាករជើងចាស់បាទជ័យកុសលអាយុ29ឆ្នាំទម្ងន់70គីឡូក្រាមដូចគ្នាកម្ពស់ 1.68 ទីលំនៅបច្ចុប្បន្ននៅភូមិគោលសង្កាត់កន្ទោកខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញធ្លាប់ប្រកួតចំនួន147ដងឈ្នះ120ដងចាញ់19ដងស្មើ8ដងដួលគូប្រកួតឲ្យសន្លប់ចំនួន71ដងប្រកួតចុងក្រោយជួបកីឡាករជនជាតិបារាំងឈ្នះដោយពិន្ទុបាទថ្លែងបង្គំគ្រូតាមរបៀបអន្តរីសម្ដែងរដ្ឋជាកូនសិស្សរបស់លោកទ្រឿងសុខសាយមកពីក្លឹបសង្ឃកីឡាបាទលោកនាងសូមស្វាគមន៍មកដល់កីឡាករជ័យកុសលបាទយ៉ាងណាកាត់តែក្តីក្នុងគូអន្តរជាតិគូទី1គឺលោកខឹមសុជាតិមានតូចល្អិតប៉ុន្តែចាប់កីឡាករមានគីឡូប៉ុណ្ណាក៏បានដែរចាក់ក្រំត្រៀមប្រុងប្រៀបប្រកួតគូអន្តរជាតិទី1ទឹកទី1 round 1បាទស្វាគមន៍មកកាន់ការប្រកួតបាទគូអន្តរជាតិគូទី1គូអន្តរជាតិទឹកទី1ជ័យកុសលបង្គោលក្រហមបង្គោលខៀវ Nicholas អេវីសានមកពីប្រទេសបារាំងប៉ុន្តែបារាំងនេះបារាំងយើងស្បែកខ្មៅចង់ជាងជ័យកុសលនេះបាទហើយសូមអរគុណផងដែរទៅដល់ម្ចាស់ធំគឺស្រាបៀរកម្ពុជាមោទនភាពជាតិស្រាបៀរកម្ពុជាជាប់ឋានៈលេខ3ពិភពលោកនៅក្នុងការប្រកួតស្រាបៀរលំដាប់ថ្នាក់អន្តរជាតិនៅប្រទេសអង់គ្លេសសូមមេត្តាកុំបើកបរសូមអរគុណទៅដល់ក្រុមហ៊ុនជីម៉ងអូតបាទអ្នករង្វាន់ពីក្រុមហ៊ុនជីម៉ងអូតស្រាប់ទឹកប្រាក់ 1400 លានរៀលមកទស្សនាការប្រកួត2ជើងរបស់ជ័យកុសល Nicholas Avison ចង់កាប់មុខទៅហើយអាយ៉ាមកជើងរៀលអូយអេរាប់មួយសិនមើលអូយ2 3 4 5 អូ Nicholas Avison ប្រាប់ថាខ្ញុំឆ្លោះដៃដល់ហើយអញ្ញាកណ្ដាលអើយខ្ញុំចេះនិយាយខ្មែរខ្ញុំនិយាយអង់ប្រាំងខ្ញុំចេះស្ដាប់បាទពិតជាទី1បាទគួរឲ្យសោកស្ដាយសម្រាប់កីឡាករបារាំងគឺមើលមិនតាន់បានឆ្ងាញ់ភ្នែកផងនៅពេលនេះគឺរាប់10បាត់ទៅហើយបាទហូរឲ្យកីឡាករជើងចាស់ជ័យកុសលមួយមកបាទពិតជាធ្វើឲ្យទស្សនិកជនមកផងម្ដងសម្រាប់កីឡាករជ័យកុសលខ្លាចាស់របស់កម្ពុជាបាទជ័យកុសលមកពីក្លឹបសង្ហកីឡាបាទนั่นคือពិតជាធ្វើឲ្យមានមូលនិធិមែនតើជាកូនសិស្សរបស់លោកគ្រូទ្រឿងសុខសាយបាទទស្សនវិជ្ជាយឺតមាញ់គឺថាមួយជើងហើយមួយជើងទៀតចំនួន13ជើងប៉ុណ្ណោះធ្វើឲ្យកីឡាករ Nicholas Avison បោះបង់ចោលការប្រកួតបាទសូមបញ្ជាក់ជូនថាអ្នកឈ្នះរាល់ការប្រកួតនីមួយៗគឺក្រុមហ៊ុន Honda ឧបត្ថម្ភចំនួន20ម៉ឺនរៀលចាក់កីឡាករជ័យកុសលបង្គោលក្រហមទទួលជ័យជំនះលើកីឡាករបង្គោលខៀវដោយកីឡាករបង្គោលខៀវមានរបួសដៃដែលមិនអាចបន្តការប្រកួតតទៅទៀតបានដូច្នេះសូមបោះបង់ការប្រកួតនៅក្នុងទឹកទី1